để hiền liên biên thầy nơi tại bản to thua sẽ cầm phiệp bánh pro hai dạng cầm ráo đôi mình rất áng nâng mình rất cô đai để plang châu trà cư ti tăngប្រជាជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងភូមិសាស្ត្រនៃស្រុកជាំខ្សាននៅក្នុងខេត្តព្រះវិហារកងទ័ពឆ្លៀនពៀនថៃនៅតែបន្តបាញ់ផ្លោងអាវុធធុនធ្ងន់ចាមកលើសមរភូមិយោធាភូមិភាគទី4ទិសប្រាសាទព្រះវិហារក៏ដូចជាភូមិឋានជនស៊ីវិលកម្ពុជានេះជាការរំលោភបំពានលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាក់ស្ដែងនៅម៉ោង 9:31 នាទីថ្ងៃទី21 ខែធ្នូឆ្នាំ2025កងទ័ពឆ្លៀនពៀនសៀមបានធ្វើសកម្មភាពវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារនិងប្រើយន្តហោះបាញ់ផ្សែងពុលដាក់កម្លាំងឈរជើងរបស់កម្ពុជាថ្ងៃ21 ខែធ្នូឆ្នាំ2025វេលាម៉ោង 3 រសៀលទាហានចាឆ្លៀនពៀនថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រដែនអធិបតេយ្យភ្នំខ្មៅជាំតែបោះស្បូវអានសេះភ្នំត្រងោលនិងមុខប្រាសាទព្រះវិហារកងទ័ពឆ្លៀនពៀនថៃបានធ្វើការបាញ់ប្រហារមកលើផ្ទះជនស៊ីវិលកម្ពុជានៅតាមភូមិឋានស្រុកជាំខ្សានធ្វើឲ្យខូចខាតផ្ទះសម្បែងជនស៊ីវិលស្ពានថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមប្រាសាទបេតិកភណ្ឌពិភពលោកធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលចំពោះការឆ្លៀនពៀនប្រដាប់អាវុធរបស់កងទ័ពថៃមកលើកម្ពុជាកងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់និងផ្លោងអាវុធធុនធ្ងន់វាយប្រហារមកលើជាច្រើនទីតាំងនៅក្នុងភូមិសាស្ត្រជនស៊ីវិលចានៅក្នុងភូមិឋានជនស៊ីវិលបណ្ដោយព្រំដែនកម្ពុជាសៀមហើយនេះសកម្មភាពគឺជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាថែមទាំងរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិហៅកាត់ថា UN និងមិនគោរពទាំងធម្មនុញ្ញអាស៊ាននិងស្មារតីសហគមន៍អាស៊ានបាទចឹងយើងឃើញហើយបាទគឺពីមួយថ្ងៃទៅមួយថ្ងៃបាទកងយោធាថៃបានប្រើប្រាស់បាទនៅអាវុធធុនធ្ងន់ជាច្រើនបាទមានតាំងពីក្របបែកចង្កោមក៏ដូចជាអ៊ូស្ម៉ាន់ពុលបាទយើងហៅថាផ្សែងពុលហ្នឹងបាទមកលើទីតាំងជនស៊ីវិលមិនមែនតែទៅលើមូលដ្ឋានយោធារបស់កម្ពុជាយើងទេបាទគឺទៅលើទីតាំងជនស៊ីវិលតែម្ដងបាទនៅក្នុងនោះបាទគឺបើតាមរបាយការណ៍ពីក្រសួងមហាផ្ទៃបាទជនស៊ីវិលដែលរងគ្រោះបាទគឺមានគ្រោះថ្នាក់ដល់ជីវិតហ្នឹងឡើងដល់លើ20នាក់ហើយនាងរតនាមកទល់នឹងពេលនេះបាទដោយសារតែស្នាដៃបាទរបស់កងយោធាថៃបាទចឹងនេះគឺជាភស្តុតាងស្ដែងឲ្យឃើញហើយបាទថាប្រទេសថៃបាទគឺជាអ្នកឆ្លៀនពៀនមកលើប្រទេសកម្ពុជារបស់យើងហើយយើងគ្រាន់តែប្រើសិទ្ធិបាទការពារខ្លួនតែប៉ុណ្ណោះ